ព្រឹទ្ធសភាជាស្ថាប័នជាតិជាន់ខ្ពស់ដែលមានអំណាចនីតិបញ្ញត្តិមានភារកិច្ចក្នុងការពិនិត្យផ្ដល់យោបល់លើអត្ថបទច្បាប់និងជាអ្នកសម្របសម្រួលការងាររវាងរដ្ឋសភានិងរាជរដ្ឋាភិបាលយោងមាត្រា2នៃច្បាប់ស្តីពីលក្ខន្តិកៈសមាជិកព្រឹទ្ធសភាសមាជិកព្រឹទ្ធសភាក្នុងព្រឹទ្ធសភាគឺជាតំណាងរបស់ប្រជាជនខ្មែរទាំងមូលមិនមែនគ្រាន់តែជាតំណាងឲ្យភូមិភាគប៉ុណ្ណោះទេយោងតាមរយៈភារកិច្ចដ៏ឧត្តមឧត្តមនេះព្រឹទ្ធសភាមានមុខងារសំខាន់ចំនួន3គឺមុខងារនីតិកម្មមុខងារជាតំណាងនិងមុខងារត្រួតពិនិត្យកិច្ចការនីតិកម្មរបស់ព្រឹទ្ធសភាស្ដែងឡើងតាមរយៈការពិនិត្យពិភាក្សានិងឲ្យយោបល់លើអត្ថបទច្បាប់ឬបញ្ហាផ្សេងដែលបានបញ្ជូនមកព្រឹទ្ធសភាពិនិត្យស្របតាមរដ្ឋធម្មនុញ្ញនិងបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភាជាក់ស្ដែងក្នុងឆ្នាំ2007នេះព្រឹទ្ធសភាបានប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន15លើកប្រជុំពេញអង្គចំនួន11លើកនិងប្រជុំវិសាមញ្ញចំនួន2លើកដើម្បីពិនិត្យនិងអនុម័តលើអត្ថបទច្បាប់បានចំនួន30លើអត្ថបទច្បាប់ចំនួន32ដែលរដ្ឋសភាបានបញ្ជូនមកទន្ទឹមនោះគណៈកម្មការជំនាញទាំង9របស់ព្រឹទ្ធសភាបានបំពេញការងារយ៉ាងសកម្មស្របតាមទូនាទីភារកិច្ចនិងសមត្ថកិច្ចរបស់គណៈកម្មការនីមួយៗគណៈកម្មការជំនាញនីមួយៗមានមុខងារសំខាន់3គឺមុខងារនីតិកម្មមុខងារផ្ដល់ព័ត៌មាននិងមុខងារត្រួតពិនិត្យក្នុងន័យជាក់ស្ដែងគណៈកម្មការជំនាញទាំង9បានដើរតួនាទីជាកូនព្រឹទ្ធសភាមួយដើម្បីធ្វើឲ្យសម្រេចមុខងារទាំង3ប្រកបដោយផ្លែផ្កាក្នុងមុខងារនីតិកម្មគណៈកម្មការជំនាញបានយកចិត្តទុកដាក់ពិនិត្យនិងពិភាក្សាយ៉ាងហ្មត់ចត់នៅរាល់អត្ថបទច្បាប់ដែលបានបញ្ជូនមកពីរដ្ឋសភាមុននឹងដាក់ជូនព្រឹទ្ធសភាពិនិត្យនិងអនុម័តជាស្ដែងនៅក្នុងឆ្នាំនេះគណៈកម្មការជំនាញទាំង9បានពិនិត្យនិងឲ្យយោបល់ទៅលើអត្ថបទច្បាប់ព្រមទាំងបណ្ដឹងតវ៉ាដូចខាងក្រោម1គណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្ដឹងនិងអង្កេតបានចូលរួមដោះស្រាយនិងបញ្ជូនពាក្យបណ្ដឹងទៅស្ថាប័នមានសមត្ថកិច្ចចំនួន110ករណី2គណៈកម្មការរញ្ញវត្ថុធនាគារនិងសវនកម្មបានពិនិត្យពិភាក្សាលើអត្ថបទច្បាប់បានចំនួន8 3គណៈកម្មការសេដ្ឋកិច្ចផែនការវិនិយោគកសិកម្មធនធានទឹកអូតូនិយមអភិវឌ្ឍជនបទនិងបរិស្ថានបានពិនិត្យពិភាក្សាលើអត្ថបទច្បាប់ចំនួន3 4គណៈកម្មការមហាផ្ទៃការពារជាតិទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភាអន្តរកិច្ចនិងមុខងារសាធារណៈបានពិនិត្យពិភាក្សាលើអត្ថបទច្បាប់ចំនួន1 5គណៈកម្មការនីតិកម្មនិងយុត្តិធម៌បានពិនិត្យពិភាក្សាលើអត្ថបទច្បាប់ចំនួន4 6គណៈកម្មការអប់រំយុវជនកីឡាធម្មការសាសនាវប្បធម៌និងទេសចរបានពិនិត្យពិភាក្សាលើអត្ថបទច្បាប់ចំនួន2 7គណៈកម្មការសុខាភិបាលសង្គមគិច្ចអតីតយុវជនយុវនីតិសម្បទាការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងកិច្ចការនារីបានពិនិត្យពិភាក្សាលើអត្ថបទច្បាប់ចំនួន2 8គណៈកម្មការសាធារណការប្រេសនីឧស្សាហកម្មរ៉ែធម្មពលពាណិជ្ជកម្មរៀបចំដែននគររូបនីយកម្មនិងសំណង់បានពិនិត្យពិភាក្សាអត្ថបទច្បាប់ចំនួន10នេះជាការគូរបស់នៃរដ្ឋាភិបាលច្បាប់បន្តមានក្រសួងទឹកច្បាប់ដែលបានកើតជាប្រយោជន៍គឺដល់អស់កំណត់ណានៃទស្សនៈច្បាប់ទន្ទឹមនឹងការងារនីតិកម្មថ្នាក់ដឹកនាំក៏ដូចជាសមាជិកការព្រឹទ្ធសភាដែរបានបំពេញការងារទៅតាមភារកិច្ចរៀងៗខ្លួនសម័យអគ្គមហាធម្មពោធិសាលជាស៊ីមប្រធានព្រឹទ្ធសភាបានបំពេញតួនាទីប្រមុខរដ្ឋស្ដីទីចំនួន2លើកនិងទី1បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទអន្តរជាតិស្ដីពីសកលភាវូបនីយកម្មនិងការធ្វើសមាហរណកម្មតំបន់ដើម្បីអបអរខួបលើកទី50ឆ្នាំនៃសហគមន៍អឺរ៉ុបខួបទី40ឆ្នាំនៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍
និងខួប1ឆ្នាំនៃវុទ្ធសាស្ត្រទំនាក់ទំនងអន្តរជាតិកម្ពុជាដែលរៀបចំឡើងដោយព្រឹទ្ធសភាសហការជាមួយវុទ្ធស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានិងមូលនិធិ Konrad Adenauer នៅសន្តាគារអង្គាកង់តំណងតាល់ទី2បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងវេទិកាស្តីពីសិទ្ធិមនុស្សការគោរពច្បាប់នៅមូលដ្ឋានវិមជ្ឈការវិសហមជ្ឈការនិងភាពជាតំណាងផលប្រយោជន៍ឃុំសង្កាត់ដោយមានការចូលរួមពីសមាជិកសមាជិកាប្រសិទ្ធិសមាជិកក្រុមប្រឹក្សាឃុំសង្កាត់មកពីភូមិភាគ1នៅក្នុងមន្ទីរប្រសិទ្ធិក្រុងភ្នំពេញដល់ឡែកសមាជិកសមាជិកាប្រសិទ្ធិបានអញ្ជើញចូលរួមវេទិកាស្តីពីវិមជ្ឈការវិសហមជ្ឈការនិងភាពជាតំណាងផលប្រយោជន៍ឃុំសង្កាត់ទី1នៅភូមិភាគទី4នៅក្នុងទីរួមខេត្តបន្ទាយមានជ័យទី2នៅភូមិភាគទី7នៅក្នុងទីរួមខេត្តកោះកុងទី3នៅភូមិភាគទី6នៅក្នុងទីរួមខេត្តស្វាយរៀងការរៀបចំធ្វើវេទិកានេះគឺសំដៅឆ្ពោះទៅកាន់ក្រុមប្រឹក្សាឃុំសង្កាត់តាមរយៈការបង្កើតស្ថាប័នព្រឹទ្ធសភានិងជាស្ពានតភ្ជាប់អំណាចរបស់រដ្ឋពីថ្នាក់ខ្ពស់ទៅថ្នាក់មូលដ្ឋានជាប់នឹងប្រជារាស្ត្រនិងបង្ហាញឲ្យកាន់តែច្បាស់នៅភាពជាតំណាងផលប្រយោជន៍ឃុំសង្កាត់ភូមិភាគទាំង8ទូទាំងប្រទេសជាពិសេសជាតំណាងឲ្យប្រជាជាតិខ្មែរទាំងមូលវេទិកានេះដំណើរការទៅបានដោយមានការសហការរវាងអគ្គលេខាធិការដ្ឋានប្រសិទ្ធិសហការជាមួយសម្ព័ន្ធភាពជាតិឃុំសង្កាត់កម្មវិធីអភិវឌ្ឍសារប្រជាជាតិនៃសហគមន៍អឺរ៉ុបនិងសប្បុរសជនជាតិជាស្ដែងវេទិកាធ្វើនៅភូមិភាគទី7មានការជួយឧបត្ថម្ភពីឯកឧត្តមលីយ៉ុងផាន់សមាជិកប្រសិទ្ធិនិងវេទិកាធ្វើនៅខេត្តស្វាយរៀងដោយមានការជួយឧបត្ថម្ភពីឯកឧត្តមម៉ែនសរុនសមាជិកប្រសិទ្ធិនិងឯកឧត្តមនាយឧត្តមស្នេហ៍ហុកឡង់ឌីអគ្គស្នងការនគរបាលជាតិសមាគមមហាធម្មពោធិសាលជាស៊ីមប្រធានប្រសិទ្ធិបានជួបធ្វើសវនកម្មនិងសម្ដែងការគូសំជាមួយប្រធានរដ្ឋប្រមុខរាជរដ្ឋាភិបាលប្រធានប្រសិទ្ធិប្រធានរដ្ឋសភាអគ្គរដ្ឋទូតអង្គទូតអង្គការជាតិអន្តរជាតិនិងសប្បុរសជននាជាមិត្តចំនួន67លើកនិងបានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយក្របខ័ណ្ឌយុទ្ធសាស្ត្រនិងផែនការសកម្មភាពសម្រាប់ការពង្រឹងសមត្ថភាពសភាកម្ពុជាឆ្នាំ2007-2018សមាគមមហាធម្មពោធិសាលត្រូវបានសាកលវិទ្យាល័យឧបលរដ្ឋឋានីនៃព្រះរាជាណាចក្រថៃជូនសញ្ញាបត្របណ្ឌិតកិត្តិយសទស្សនវិជ្ជាផ្នែកអភិវឌ្ឍសមាហរណសាស្ត្រនៅសាលសន្និសីទចតុមុខដោយគុណបំណាច់ដ៏ធំធេងក្នុងការបម្រើជាតិមាតុភូមិសម្ដេចត្រូវបានប្រកាសណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាប្រោសប្រជាទានក្រមងារជាសម្ដេចអគ្គមហាធម្មពោធិសាលតាមព្រះរាជក្រឹត្យលេខនសរកត17505ចុះថ្ងៃទី12ខែតុលាឆ្នាំ2007នៅក្នុងឆ្នាំ2007នេះដែរ
សម្ដេចស៊ីសវ័តជីវ័នមុនីរៈអនុប្រធានទី1នៃព្រឹទ្ធសភាបានអនុញ្ញាតឲ្យអិសរាជជនជាតិអន្តរជាតិចូលជួបធ្វើសវនកម្មនិងសម្ដែងការគូសំបានយាងចូលរួមក្នុងពិធីបើកសិក្ខាសាលាពិធីផ្សេងៗចំនួន20លើកបានយាងក្នុងពិធីចុះហត្ថលេខាជាផ្លូវការលើគម្រោងជំនួយសម្រាប់អភិវឌ្ឍសភាកម្ពុជារវាងព្រឹទ្ធសភារដ្ឋសភាជាមួយកម្មវិធីអភិវឌ្ឍសហប្រជាជាតិក្រោមការជួយឧបត្ថម្ភពី UNDP ទន្ទឹមនេះដែរឯកឧត្តមទេពងនអនុប្រធានទី2នៃព្រឹទ្ធសភាបានអនុញ្ញាតឲ្យអិសរាជជនជាតិអន្តរជាតិចូលសវនកម្មសម្ដែងការគូសំនិងបានអញ្ជើញចូលរួមបើកសិក្ខាសាលានិងក្នុងពិធីផ្សេងៗចំនួន30លើកព្រមទាំងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួលអំណោយជាអង្គចំនួន10តោនពីលោកខ្វាងយុលអូប្រធានក្រុមហ៊ុន South Won Enterprise Co Ltd នៅមន្ទីរព្រឹទ្ធសភាក្រៅពីការងារពិនិត្យច្បាប់គណៈកម្មការជំនាញទាំង9របស់ព្រឹទ្ធសភាបានចុះបំពេញការងារទៅតាមទូនាទីជាតំណាងផលប្រយោជន៍ក្រុមប្រឹក្សាឃុំសង្កាត់ព្រមទាំងបានចុះមូលដ្ឋានដើម្បីផ្សារភ្ជាប់ជាមួយក្រុមប្រឹក្សាឃុំសង្កាត់និងប្រជាពលរដ្ឋជាស្ដែងក្នុងឆ្នាំ2007នេះគណៈកម្មការជំនាញទាំង9បានចុះមូលដ្ឋានដូចជាទី1គណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្ដឹងនិងអង្កេតដឹកនាំដោយលោកជំទាវម៉ែនម៉ាលីប្រធានគណៈកម្មការបានដឹកនាំប្រតិភូគណៈកម្មការចុះមូលដ្ឋានចំនួន2លើកគឺនៅខេត្តក្រចេះស្ទឹងត្រែងរតនគិរីសៀមរាបនិងឧត្តរមានជ័យដើម្បីសិក្សាស្វែងយល់អំពីស្ថានភាពសិទ្ធិមនុស្សទូទៅនិងការងារអង្កេតទាក់ទងនឹងការដោះស្រាយពាក្យបណ្ដឹងជូនដោយបានជួបពិភាក្សមូលដ្ឋានមន្ត្រីនគរបាលយុទ្ធធរមន្ត្រីសាលាដំបងខេត្តមន្ត្រីអង្គការសិទ្ធិមនុស្សនានានិងបានចុះពិនិត្យមើលស្ថានភាពពន្ធនាគារខេត្តផងដែរទី2គណៈកម្មការមហាផ្ទៃការពារជាតិទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភាអធិការកិច្ចនិងមុខងារសាធារណៈដឹកនាំឯកឧត្តមគង់សរាជប្រធានគណៈកម្មការបានដឹកនាំសមាជិកគណៈកម្មការចុះសិក្សាស្វែងយល់ពីការងារវិមជ្ឈការនិងវិសាមជ្ឈការឃុំសង្កាត់និងមីក្រូនៅស្រុកត្រកូលខេត្តពោធិ៍សែនខេត្តកំពង់ឆ្នាំងដើម្បីដកស្រង់នៅបទពិសោធន៍មុននឹងឈានទៅធ្វើវិទ្យាការវិមជ្ឈការវិសាមជ្ឈការនិងតំណាងផលប្រយោជន៍ឃុំសង្កាត់នៅតាមភូមិភាគនីមួយៗទី3គណៈកម្មការកិច្ចការបរទេសសារប្រតិបត្តិការអន្តរជាតិឃោសនាការនិងព័ត៌មានដឹកនាំឯកឧត្តមជាគឹមអនុប្រធានគណៈកម្មការបានដឹកនាំគណៈប្រតិភូចុះសិក្សាស្វែងយល់ពីការអនុវត្តច្បាប់អន្តរប្រវេសន៍និងការផ្សព្វផ្សាយព័ត៌មាននៅខេត្តរតនគិរីច្រកព្រំដែនអន្តរជាតិអូយ៉ាដាកម្ពុជាវៀតណាមនិងខេត្តស្ទឹងត្រែងច្រកដុងក្រឡកម្ពុជាឡាវទី4គណៈកម្មការសុខាភិបាលសង្គមគិច្ចអតីតយុទ្ធជនយុវនីតិសម្បទាការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងកិច្ចការនារីបានសហការជាមួយគណៈកម្មការទី8នៃរដ្ឋសភាដឹកនាំដោយលោកជំទាវក្លូតតងផ្កាបានដឹកនាំគណៈប្រតិភូចុះផ្សព្វផ្សាយច្បាប់ស្ដីពីការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍និងចុះពិនិត្យក្រុមហ៊ុនថ្នាំជក់នៅខេត្តកំពង់ចាមក្រៅពីនេះសមាជិកការព្រឹទ្ធសភាបានអញ្ជើញចុះមូលដ្ឋានតាមខេត្តក្រុងដើម្បីជួបសំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំសង្កាត់ប្រជាពលរដ្ឋចំនួន1431លើកព្រមទាំងបានចូលរួមក្នុងពិធីផ្លូវការចំនួន757លើកនិងសិក្ខាសាលាចំនួន57លើក
ទន្ទឹមនឹងការងារស្នូលរបស់ស្ថាប័នប្រសិទ្ធិក្រុមសមាជិកការប្រសិទ្ធិបានចុះសួរសុខទុក្ខបងប្អូនជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជានារីនិងសមាគមនារីនៅខេត្តកណ្ដាលកំពង់ឆ្នាំងពោធិ៍សាត់បាត់ដំបងដើម្បីពន្យល់ពីទូនាទីភារកិច្ចរបស់ស្ថាប័នប្រសិទ្ធិនិងបាននាំអំណោយជាថ្នាំពេទ្យរបស់សមាគមនារីប្រទេសជាមិត្តទៅព្យាបាលនិងចែកជូនបងប្អូនប្រជាពលរដ្ឋនៅខេត្តតាកែវលើពីនេះលោកជំទាវមានសំអានលេខាធិការគណៈកម្មការទី3នៃប្រសិទ្ធិបានដឹកនាំសមាជិកប្រសិទ្ធិនិងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជានារីស្ថិតក្នុងខេត្តព្រៃវែងចុះទៅខេត្តដុងថាប់ប្រទេសវៀតណាមដើម្បីចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកលើប្រធានបទស្ដីពីការបង្ការប្រឆាំងនឹងការជួញដូរស្ត្រីនិងកុមារក្រៅពីការងារអាណាចក្រសម្រាប់អគ្គមហាធម្មពូទិសាលជាស៊ីមប្រធានប្រសិទ្ធិនិងសមាជិកប្រសិទ្ធិបានអញ្ជើញចូលរួមក្នុងពិធីចូលឆ្នាំខ្មែរកាន់បិណ្ឌជុំបិណ្ឌបញ្ចុះខណ្ឌសីមាបញ្ចុះបឋមសិលាបុណ្យឆ្លងឧបឋានសាលាបាំងស្កលនិងពិធីបុណ្យផ្សេងៗនៅក្រុងភ្នំពេញខេត្តកណ្ដាលកំពង់ចាមតាកែវព្រៃវែងកំពង់ស្ពឺនិងស្វាយរៀងដោយក្នុងពិធីនីមួយៗមានចែកអំណោយដល់យាយជីតាជីសិស្សនិស្សិតនិងប្រជាពលរដ្ឋផងដែរដល់ឡែកអគ្គលេខាធិការដ្ឋានប្រសិទ្ធិបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសហការក្នុងរយៈពេល1ឆ្នាំរវាងប្រសិទ្ធិនៃព្រះរាជាណាចក្រកម្ពុជាជាមួយមូលនិធិ Konrad Adenauer និងបានសហការជាមួយដៃគូផ្សេងៗទៀតដូចជាកម្មវិធីអភិវឌ្ឍសហប្រជាជាតិគម្រោងគាំទ្រនីតិបញ្ញត្តិកម្ពុជាកាណាដាអង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌របស់អង្គការសហប្រជាជាតិមូលនិធិអាស៊ីនិងអង្គការជាដៃគូជាតិនិងអន្តរជាតិច្រើនទៀតដើម្បីស្វែងរកជំនួយគាំទ្រដល់ការអភិវឌ្ឍស្ថាប័នក្នុងឆ្នាំ2007នេះអគ្គលេខាធិការដ្ឋានបានសហការរៀបចំបឹងសិក្ខាសាលាបានចំនួន57លើកជាមួយគ្នានេះដែរអគ្គលេខាធិការដ្ឋានបានទទួលសៀវភៅកម្រងឯកសារសង្ខេបនៃប្រព័ន្ធច្បាប់អាមេរិកឯកសារផ្សេងទៀតព្រមទាំងកាសែតប្រតិបត្តិទស្សនវដ្តីពីស្ថានទូតអង្គការនិងមូលនិធិនានាព្រមទាំងបានទទួលសម្ភារៈជាកុំព្យូទ័រពីសាធារណរដ្ឋបារាំងសាធារណរដ្ឋប្រជាមានិតចិននិងសមាគមសភានៃប្រទេសប្រើភាសាបារាំង APF សរុបចំនួន50គ្រឿងនិង printer ចំនួន31គ្រឿងលើការងារអន្តរជាតិអគ្គលេខាធិការដ្ឋានប្រសិទ្ធិបានទំនាក់ទំនងនិងធ្វើកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិដើម្បីអនុវត្តនៅក្របខ័ណ្ឌយុទ្ធសាស្ត្ររយៈពេល10ឆ្នាំនៃការអភិវឌ្ឍសមត្ថភាពសភាកម្ពុជាអគ្គលេខាធិការដ្ឋានប្រសិទ្ធិបានធ្វើបទបង្ហាញចំពោះមុខសមាគមអគ្គលេខាធិការសភាពិភពលោកក្នុងឱកាសមហាសន្និបាតលើកទី117នៅទីក្រុងហ្សឺណែវប្រទេសស្វីសអំពីសេចក្តីត្រូវការចាំបាច់នៃជំនួយពីសហគមន៍អន្តរជាតិដល់ការអភិវឌ្ឍសភាកម្ពុជានៅក្នុងឆ្នាំ2007នេះមានដៃគូថ្មីមួយចំនួនទៀតបានចូលមកធ្វើកិច្ចសហប្រតិបត្តិការដូចជាអង្គការអប់រំវិទ្យាស្ថាននិងវប្បធម៌របស់អង្គការសហប្រជាជាតិ UNESCO និងមូលនិធិអាស៊ីជាពិសេសអគ្គលេខាធិការដ្ឋានប្រសិទ្ធិនិងអគ្គលេខាធិការដ្ឋានសភាឥណ្ឌូនេស៊ីបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នាក្រៅពីនេះយើងបន្តជំហានទំនាក់ទំនងជាមួយអង្គការនីតិបញ្ញត្តិនៃប្រទេសផ្សេងទៀតដែលនឹងផ្ដល់ផលវិជ្ជមានខ្លះៗនៅឆ្នាំ2008នេះក្នុងនោះទីប្រឹក្សាច្បាប់អាល្លឺម៉ង់ប្រចាំប្រសិទ្ធិនិងអង្គការ CIM បានរួមចំណែកបន្តបំពាក់សម្ភារៈចាំបាច់មួយចំនួនដល់ស្ថាប័នប្រសិទ្ធិទន្ទឹមនឹងការថែរក្សាដៃគូសហប្រតិបត្តិការចាស់ប្រសិទ្ធិបានបើកច្រករកដៃគូថ្មីចូលមកសហប្រតិបត្តិការឆ្លៀតក្នុងឱកាសនេះប្រសិទ្ធិសូមសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការគ្រប់គ្រងនិងការជួយឧបត្ថម្ភពីគ្រប់មជ្ឈដ្ឋានជាតិអន្តរជាតិដែលញ៉ាំងឲ្យប្រសិទ្ធិនីតិកាលទី2ឆ្នាំ2007នេះបានដំណើរការទៅមុខដោយល្អប្រសើរ
ធ្វើលើសមិទ្ធផលដ៏ល្អនៅឆ្នាំ2007ប្រសិទ្ធភាពសូមសង្ឃឹមថាតាមរយៈការខិតខំរួមនិងការទទួលបាននូវកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរជាមួយស្ថាប័នជាតិនិងដៃគូអន្តរជាតិប្រសិទ្ធភាពនឹងបោះជំហានទៅមុខដោយស្វាហាប់ថែមទៀតក្នុងឆ្នាំ2008នេះ